เดตปรมีกระดากระดาปีนี้สนองการเกิดบาลไข่กันดาลเจนโมเป็นเจท้าการในดาบรอมเนี่ยบักลันดิ่งบกมันโตแตงกำเรามันเมนจิการในกรุธนาจราจตีกับปไตจิการในปนป้องมนุษย์คิดโดยเจตนานึ่งมันอาจอัดอ่อนบานลูกดอมสนิตูชื่นสุดจัดสนองการเกิดบาลไข่กันดาลบานในดังท้าสมาชิกอธิการทานเกิดบาลกรองตะขมือในสนองการทานเกิดบาลไข่กันดาลในยุคไทยตีปรำใบค่ายเมษาชนะปีปอนอภิปรามนี้บานคอรจุนบรอมเนี่ยชั่วโมงแซมวิกเตอร์อายุ35 ឆ្នាំពីបាត់ប៉ុនប៉ងមនុស្សស្គៀតបើករថយន្តដេញបុកជន់រឿងគ្រោះនៅចំណុចភូមិព្រែកសំរោង2សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលវេលាម៉ោង 21:50 នាទីយប់ថ្ងៃទី8 ខែមេសា ឆ្នាំ 2025 បន្ទាប់ពីខាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអាល់កុលឃើញថាឈ្មោះសាមវិកទ័របានផឹកគ្រឿងស្រវឹងលើសច្បាប់កំណត់តាមចម្លើយសារភាពឈ្មោះសាមវិកទ័របានឲ្យដឹងថាមុនការហេតុខ្លួនបើករថយន្តពីស្តុបស្ពានព្រែកហូឆ្ពោះទៅទិសខាងកើតពេលមកចិត្តស្តុបកាកបាទក្រហមខេត្តកណ្ដាលមានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បានគូសឡានខ្លួនខឹងក៏បើករថយន្តដេញបំមុខតែម្ដងបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាប់ព្យាបាលរបួសនៅមន្ទីរពេទ្យដល់ឡែកជនបង្កសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមនីតិវិធីច្បាប់លោកឧត្តមស្នេហ៍តូឈឿនសចិត្តបានបញ្ជាក់បន្ថែមថាករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេក៏ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សស្គៀតដោយចេតនាដែលមិនអាចអត់ឱនបានពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះបើយើងងាកមកកាន់មតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងជាគំនិតរបស់ខ្លួនដូចនេះថាខាងខុសខាងខាតធម្មជាតិជាមនុស្សព្រៃផ្សាយស្រាប់មិនធ្លាប់ស្មឹងស្មាតរកត្រជាក់ត្រជុំក្នុងចិត្តទោសៈមើលតាមវីដេអូក៏ខ្លោចចិត្តដែរមនុស្សអីក៏ចិត្តសាហាវបែបនេះបើគុំតែគេឃើញស្ងាត់ក្មេងម្នាក់ស្លាប់ជាមិនខានរីឯអ្នកខ្លះទៀតបានលើកឡើងថាវាយឬគូសក្បាលឡានដូចវាយក្បាលម្ចាស់ឡានអញ្ចឹងជាទង្វើប្រមាថមើងងាយនេះជាលទ្ធផលលើលេងចំអ្នកមែនដេញបុកឯងក្បែរងាប់ឲ្យរៀងយ៉ាងណាក៏ដោយការធ្វើបែបនេះវាខុសនឹងច្បាប់មានទោសយោងលើសកម្មភាពដែលបង្កឡើងចូលរួមសោកស្ដាយផងសម្រាប់ម្ចាស់ឡានប្រសិនបើវាជាការពិតហើយក៏សូមផ្ដាំពួកអ្នកឆ្លើយចូលចិត្តបំពេញគេគូសក្បាលឡានគេតាមផ្លូវផងពេលខ្លះវ៉ាចេញចូលមកមុខឡានដល់គេស៊ីផ្លេខាងគេហើយវាយក្បាលឡានគេរួចរត់គេចខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារខ្ញុំជួបផ្ទាល់ហើយវាវ៉ាចេញចូលមុខឡានហើយបន្ថយល្បឿនធ្វើឲ្យខ្ញុំជន់ហ្វ្រាំងសឹងមិនជាប់ខ្លាចបុកវាងាប់ចុងក្រោយវាជិះតាមមកវាយក្បាលខ្ញុំពីក្រោយហើយរត់បាត់ក្រុមដឹកអាហារពណ៌អាវផ្ទៃមេឃរីឯអ្នកខ្លះទៀតបានលើកឡើងថាគ្រាន់តែគូសក្បាលឡានសោះដេញបុកសម្រាប់ដាក់គុកវាទៅព្រោះថ្ងៃក្រោយកុំឲ្យមានអ្នកស្លាប់ដោយសារមនុស្សស្រវឹងបែបនេះទៀតរីឯអ្នកខ្លះទៀតបានលើកឡើងថាចរិតមនុស្សឆេវឆាវមិនចេះទប់អារម្មណ៍ពេលខឹងអនាគតគឺបែបហ្នឹងនឹងមានពាក្យពេចន៍ខមមិនជាច្រើនទៀតដែលមិនអាចរៀបរាប់អស់